luôn biếtព័ត៌មានអ្វីថ្ងៃនេះពីបៃលិនបាទពួកនេះខ្ញុំមានព័ត៌មានមួយគឺខេត្តបៃលិនបានឲ្យដំណើរការដេញថ្លៃជាសាធារណៈនៅផាស៊ីផ្សារទាំង4សម្រាប់ឆ្នាំ2026បាទនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបៃលិនកាលពីពេលថ្មីកន្លងទៅនេះគឺមានបើកការដេញថ្លៃជាសាធារណៈចំពោះការគ្រប់គ្រងផាស៊ីផ្សារទាំង4នៅទូទាំងខេត្តបៃលិនសម្រាប់ឆ្នាំ2026កិច្ចប្រជុំដេញថ្លៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអូស៊ុងប៊ុនស៊ឺអភិបាលរងខេត្តបៃលិនតំណាងលោកជំទាវបានទៅមុខអភិបាលនៃគណៈអភិបាលខេត្តបៃលិនកិច្ចប្រជុំនេះដែរក៏មានការជើញជួបពីលោកលីសំអល់អគ្គនាយករងនៃអគ្គនាយកដ្ឋានប្របសម្បត្តិរដ្ឋនិងចំណូលបលែងសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកអូនស្អែមប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបៃលិនព្រមមន្ត្រីចាម្ចាស់ផ្សារនិងជីវករដែលចូលរួមទាំងឆ្លើយផងដែរលោកលីសំអល់អគ្គនាយករងនៃអគ្គនាយកដ្ឋានប្របសម្បត្តិរដ្ឋនិងចំណូលបលែងសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះមានគោលបំណងឲ្យអ្នកដេញថ្លៃជាក់បានយល់ច្បាស់អំពីនីតិវិធីនិងកាតព្វកិច្ចរបស់ខ្លួនពិសេសគឺការអនុវត្តតាមសៀវភៅបន្ទុកកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកបានបញ្ជាក់ថាម្ចាស់ដេញថ្លៃផាស៊ីមានសិទ្ធិត្រឹមទៅចំសម្រាប់ស្ងប់ប៉ុន្តែពុំមានសិទ្ធិបង្កើតតូបលក់ថ្មីនោះទេដូច្នេះដើម្បីបញ្ជានៅបាតុភិបដែលអាចកើតមានเราសូមឲ្យម្ចាស់ដេញថ្លៃផាស៊ីត្រូវធ្វើស្រាកបញ្ជាអំពីតម្លៃដែលត្រូវបង់ផាស៊ីឲ្យបានត្រឹមត្រូវលោកអូស៊ុងប៊ុនស៊ឺអភិបាលរងខេត្តបៃលិនតំណាងលោកជំទាវបានព្រមអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានមានប្រសាសន៍ថាការដេញថ្លៃផាស៊ីគឺជាការរួមចំណែកក្នុងការកសាងអភិវឌ្ឍខេត្តបៃលិនឲ្យមានការរីកចម្រើនលោកបន្ថែមថាការដេញថ្លៃផាស៊ីផ្សារគឺសំដៅការរកចំណូលជូនរដ្ឋក៏ដូចជាការបម្រើសេវាកម្មទីផ្សារជូនប្រជាពលរដ្ឋអាជីវករឲ្យបានសមស្របមិនឲ្យមានការទាញប្រវ័ញ្ចការទៀបសង្កត់នោះឡើយលោកកូស៊ុំប៊ុនស៊ឺអភិបាលរងខេត្តក៏បានមានប្រសាសន៍ជំរុញឲ្យអ្នកគ្រប់គ្រងផាស៊ីសហការជាមួយអាជីវករក្នុងការរក្សានៅអនាម័យនិងកែលម្អសុខភាពបរិស្ថាននៅក្នុងផ្សារឲ្យបានល្អដើម្បីទាក់ទាញអតិថិជនរបស់ខ្លួនក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋសូមបញ្ជាក់ថាតាមរបាយការណ៍របស់លោកពូនស្អែមប្រធានមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបៃលិនបានឲ្យដឹងថាផ្សារទាំង4នៅក្នុងខេត្តបៃលិនដែលត្រូវបានដាក់ដេញថ្លៃនាពេលនេះរួមមានទី1ផ្សារសាមគ្គីហៅផ្សារប៉ារីទី2ផ្សារប៉ាងរលឹងទី3ផ្សារព្រំថ្មីនិងទី4ផ្សារតឡាក្រៅបន្ទាប់ពីដំណើរការដេញថ្លៃរយៈពេលពេញមួយព្រឹកជាលទ្ធផលបានបង្ហាញថាអ្នកទទួលសិទ្ធិគ្រប់គ្រងផ្សារសាមគ្គីហៅផ្សារប៉ារីគឺលោកស្រីគង់វណ្ណាផ្សារប៉ាងរលឹងគឺលោកស្រីសឹកវណ្ណឿនផ្សារព្រំថ្មីគឺលោកចៅសបុននិងផ្សារតឡាក្រៅគឺលោកស្រីសឹកសបុនបាទនេះជាព័ត៌មានពីខេត្តបៃលិនសម្រាប់ទូលោកកាត់ប៉ុណ្ណេះបាទអរគុណច្រើនលោកពឿនជម្រាបលាជួបគ្នាឱកាសក្រោយទៀតលោកពឿនបាទសូមអរគុណសូមជម្រាបលាបាទនេះគឺជាការដេញថ្លៃជាសាធារណៈគឺมันមានការលាក់លៀមអ្វីទេរាល់ម្ចាស់ក្រុមហ៊ុនឬក៏ស្ថាប័នជាពិសេសបុគ្គលណាដែលមានលទ្ធភាពក្នុងការដេញថ្លៃដាក់តម្លៃខ្ពស់គឺខាងរដ្ឋបាលនៃខេត្តបៃលិននឹងផ្ដល់ជូនដើម្បីគ្រប់គ្រងការប្រមូលភាស៊ីនៅក្នុងផ្សារទាំង4នៃខេត្តបៃលិននេះហើយសង្ឃឹមថាកិច្ចការងារដែលធ្វើនេះគឺនឹងទទួលបានលទ្ធផលជោគជ័យល្អប្រសើរហើយជាពិសេសគឺបន្ទាប់ពីដេញថ្លៃ PC បានហើយគឺខិតខំក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករនៅក្នុងផ្សារនីមួយៗនឹងឲ្យបានប្រសិទ្ធភាពនិងល្អប្រសើរ